សួស្តីទាំងអស់គ្នាថ្ងៃនេះថ្ងៃទី4ខែ11 2026អញ្ចឹងនេះស្រូវសែនក្អូប01របស់យើងគិតមកដល់ថ្ងៃនេះគឺបាន35ថ្ងៃហើយបច្ចុប្បន្ននេះសភាពស្រូវយើងមើលទៅវាកើតជំងឺនៅលើស្លឹកនេះគឺអុចនេះមើលទៅគឺកើត